នឹងកូនប្រុសស្រីទាំងឡាយណាដែលបានរលឹកទៅនៅសេចក្តីល្អចំពោះលោកអ្នកមានគុណរមែងដល់ព្រមនៅសេចក្តីចម្រើននិងសេចក្តីសុខចម្រើនទាំងយុះចម្រើនទាំងទ្រព្យចម្រើនទាំងសេចក្តីគោរពស្រឡាញ់អំពីអ្នកដទៃព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថាបុត្រទាំងឡាយណាដែលរលឹកគុណនិងនឹកគុណមេត្តាបិតារមែងចម្រើនទៅនៅណាធម៌ទាំងឡាយ3ដោយអាត្មាអាសាបញ្ជាក់រឿយណអ្នកណាដឹងគុណរលឹកគុណតបគុណគឺកូននឹងចម្រើនធម៌3គឺចម្រើនទៅដោយសច្ចៈចម្រើនទៅដោយខន្តីចម្រើនទៅដោយកតញ្ញូគឺមានន័យថាកាលណាយើងរលឹកគុណដឹងគុណតបគុណមេត្តាបិតាយើងពេលដែលយើងចាស់ទៅកូនប្រុសស្រីយើងនៅតូចនៅជាមួយយើងនឹងឃើញសកម្មភាពបម្រើយាយវាតាវាដោយល្អដឹងគុណរលឹកគុណយ៉ាងហ្នឹងដល់ពេលយើងចាស់ទៅកូនយើងប្រតិបត្តិយើងដូចយើងប្រតិបត្តិម្ដាយយើងចឹងដែរបានព្រះថាចម្រើនកតញ្ញូចម្រើនខន្តីមានន័យថាការដែលយើងនៅជាមួយម្ដាយឪពុកយើងអត់ធន់ដោយល្អចំពោះម្ដាយឪពុករបស់យើងនៅពេលដែលយើងចាស់ទៅយើងស្ដីបដៅកូនយើងក៏កូនយើងអត់ហ៊ានតបតនឹងយើងចឹងដែរចម្រើនសច្ចៈការដែលយើងពិតត្រង់ជាមួយម្ដាយឪពុករបស់យើងមិនហ៊ានភូតផកុហកម្ដាយកុហកឪពុកណាពិតត្រង់ដល់ពេលយើងចាស់ទៅកូនយើងក៏ពិតត្រង់ជាមួយយើងចឹងដែរចឹងបានព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងថាកូនទាំងឡាយណាដែលដល់ព្រមនឹងការគោរពគុណដឹងគុណតបគុណមេត្តាបិតារមែងចម្រើនទៅនៅធម៌ទាំងឡាយ3យ៉ាងនេះហើយយើងបានលះទ្រព្យសម្បត្តិកសាងប្រាង្គតម្កល់នៅអធិធាតុដ៏ល្អប្រសើរនៃលោកអ្នកមានគុណក្នុងទីចំពោះមុខនេះព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងបន្តថាកូនទាំងឡាយណាដែលបានលះទៅនៅភោគក៏ទ្របលះទៅនៅទឹកចិត្តគឺសេចក្តីគោរពស្រឡាញ់ចំពោះមេត្តាបិតាកូននោះរមែងដល់ព្រមនៅសេចក្តីចម្រើនដោយយុះអធិបតេយ្យោជាធំលើគេមហាទេជោនឹងដល់ព្រមនៅការគោរពស្រឡាញ់ពីអ្នកដទៃមហាភោគោរមែងបរិបូរណ៍ដោយទ្រព្យសម្បត្តិសមិច្ឆន្តានឹងទៅជាទីចម្រើនបុណ្យកុសលនេះយើងធ្វើប្រាង្គហើយនឹងដូចបង្កើតសាលាបុណ្យមួយចឹងកាលណាយើងបង្កើតប្រាង្គបង្កើតចេតិយតម្កល់មេត្តាបិតាដូចបង្កើតសាលាបុណ្យមួយចឹងណាញោមបាទកាលណាយើងធ្វើហើយយើងនាំគ្នាបោសសម្អាតដោះលាងដាំផ្កាស្រោចទឹកសម្អាតព្រឹកល្ងាចថ្វាយអង្គមបូជានឹកម៉ែនឹកឪព្រឹកល្ងាចបុណ្យបានរាល់ថ្ងៃមិនបាច់ទៅវត្តទេបុណ្យនៅក្នុងផ្ទះយើងយកមកអស់ឲ្យតែយើងសម្អាតយកចិត្តទុកដាក់ថែទាំនិងគោរពបូជាគុណម្ដាយឪពុកព្រឹកល្ងាចនោះគឺបុណ្យកុសលកើតឡើងព្រឹកល្ងាចអញ្ចឹងបានព្រះថាអ្នកណាសាងប្រាង្គសាងបច្ចេកដីតម្កល់អធិធាតុមេត្តាបិតាហាក់បីដូចជាសាងស្រែបុណ្យទុកនឹងសម្បត្តិសមិច្ឆន្តានោះមានន័យជាទីចម្រើនបុណ្យចម្រើនដោយបុណ្យអញ្ចឹងយើងបានបង្កើតស្រែបុណ្យហើយនៅឡើយតែយើងយកគ្រាប់ពូជទៅដាក់ក្នុងស្រែហ្នឹងឲ្យវាដុះជាបុណ្យជាកុសលឯគ្រាប់ពូជក្នុងទីនេះសំដៅដល់ការគោរពនិងសំដៅដល់ការគោរពអញ្ចឹងយើងគោរពគិរវៈណាព្រឹកល្ងាចទៅបុណ្យកុសលរមែងចម្រើនកើតមានគ្រប់ពេលគ្រប់វេលាណោមហាទេជោបរិបូរណ៍ដោយទេជៈក្នុងទីនេះសំដៅដល់ការគោរពទៅណាមកណាកើតជាតិណាគឺគេគោរពច្រើនស្រឡាញ់ច្រើនកូនដែលដល់ព្រមនឹងការគោរពគុណម្ដាយឪពុកណានឹងហេតុអីបានជាគេគោរពស្រឡាញ់យើងច្រើនដោយសារយើងជាកូនដល់ព្រមនឹងការគោរពចំពោះម្ដាយឪពុកព្រឹកល្ងាចអោនលំទោនទាំងអិរិយាបថទាំង4ដេកដោយឈរអង្គុយនឹងដល់ព្រមនឹងការគោរពទាំងពាក្យសម្ដីកាយវិការអិរិយាបថទាំងឡាយមិនប្រព្រឹត្តកន្លងលើម្ដាយឪពុកអញ្ចឹងពេលដែលយើងចុតិបដិសន្ធិកើតមកវិញយើងរមែងដល់ព្រមនៅការគោរពស្រឡាញ់អំពីអ្នកដទៃការគោរពស្រឡាញ់អំពីអ្នកដទៃនៅនឹងអញ្ចឹងហើយអធិបតេយ្យោមានន័យថាជាធំលើគេបុគ្គលណាបានដំកុំដំកើងមេត្តាបិតាឲ្យខ្ពស់ដោយកូនខ្លះគេទៅបន់ចម្រើនបជនបច្ច័យ4សែងម៉ែសែងឪងូតទឹកនឹងប៉ិនមិនមែនតែពេលហ្នឹងទេនៅផ្ទះរាល់ថ្ងៃងូតទឹកម្ដាយឪពុកលើកម្ដាយឪពុកដាក់ទីអាសនៈថ្វាយបង្គំព្រឹកល្ងាចបូជាគុណព្រឹកល្ងាចដល់ព្រមនឹងការគោរពព្រឹកល្ងាចលើកម្ដាយឪពុកឲ្យខ្ពស់ទាំងកិត្តិយសទាំងកេរ្តិ៍ឈ្មោះពូជពងវង្សតកូលកូននឹងកើតទៅជាតិណាក៏នៅជាធំលើគេដែរកើតមកជាកូនឧបនាយករដ្ឋមន្ត្រីជាកូននាយករដ្ឋមន្ត្រីជាកូនទេសរដ្ឋមន្ត្រីជាកូនរដ្ឋមន្ត្រីអត់ដែលនៅក្រោមគេទេបុគ្គលបែបហ្នឹងអញ្ចឹងសរុបដោយខ្លីមកកូនណាបានរលឹកគុណតបគុណមេត្តាបិតាគឺមិនសយត់ចុះ
នឹងរមែងដល់ព្រមនៅសេចក្តីចម្រើនក៏រមែងដល់ព្រមនៅសេចក្តីចម្រើនអញ្ចឹងយើងប្រឹងទាំងអស់គ្នាចម្រើនទៅនៅគុណធម៌និងសេចក្តីល្អទាំងអស់នឹងចំពោះមេត្តានិងបិតាយើងដោយល្អដោយសេចក្តីគោរពត្រង់ស្មោះចំពោះមេត្តានិងបិតាយើងរមែងដល់ព្រមទៅនៅសេចក្តីចម្រើនក៏រមែងដល់ព្រមទៅនៅសេចក្តីចម្រើនមកមិនចង់បញ្ជាក់រឿងនឹងច្រើនទេព្រោះខ្សែអត្ថមានច្រើនកាលណាយើងសម្ដែងរឿងគុណរឿងទោសនឹងច្រើនទៅជន់ខ្សែអត្ថយើងយកទៅប្រើការអត់កើតអញ្ចឹងថ្ងៃនេះអាត្មាចង់បញ្ជាក់ពីគុណសម្បត្តិនៃការស្ដាប់ធម៌ហេតុអីបានខ្មែរយើងគ្រប់គ្នាឲ្យតែមានកម្មវិធីយើងអត់ដែលចោលទេប្រសងសម្ដែងធម៌ទោះបីវត្តយើងនៅចិត្តនេះក្តីវត្តឆ្ងាយក្តីគឺគ្រប់កម្មវិធីទាំងអស់មានប្រសងសម្ដែងធម៌ឲ្យស្ដាប់បើប្រសងមិនសម្ដែងធម៌ក៏អាចារ្យនិយាយតាំងពីព្រឹករហូតដល់ថ្ងៃរហូតដល់ល្ងាចដែរពន្យល់យើងនឹងហេតុអីបានត្រូវការមានអ្នកពន្យល់អំពីរបៀបនៃការបំពេញបុណ្យដើម្បីឲ្យយើងធ្វើបុណ្យទៅវាចម្រើនបុណ្យកាលណាយើងបំពេញកិច្ចអីមួយយើងអត់យល់នៅក្នុងកិច្ចទាំងអស់ហ្នឹងយើងធ្វើទៅខាតប្រយោជន៍ខាតប្រយោជន៍ខាតពេលវេលាការគោរពបធរនេះញោមមានតម្លៃណាស់ធម្មទានហ្នឹងណាព្រះសម្ដែងថាសัพពទានហ្នឹងធម្មទានហ្នឹងជានិតិសัพពរះសੰធម្មរស់សោជានិតិតណ្ហខយោសัพពទុក្ខំជានិតិព្រះសម្មាសម្ពុទ្ធថារកទានអ្វីដតីនៅក្នុងโลกនឹងឲ្យស្មើនឹងធម្មទានអត់មានរករស់អ្វីដតីក្នុងโลกនឹងឲ្យស្មើនឹងរស់នៃពធអត់មានការអស់ទៅនៃតណ្ហារមែងអស់ទៅនៅសេចក្តីទុក្ខព្រះលោកថាអញ្ចឹងហើយការឈ្នះអ្វីដតីក៏មិនប្រសើរស្មើនឹងឈ្នះខ្លួនឯងសប្បរតតឹងធម្មរតតឹងជានិតិអញ្ចឹងរស់អីឲ្យស្មើនឹងរស់ពធអត់មានទានអ្វីឲ្យស្មើនឹងធម្មទានមិនមានការអស់ទៅនៃតណ្ហារមែងអស់ទៅនៅសេចក្តីទុក្ខហើយមែននិយាយរស់នៃពធនេះរមែងនាំសត្វចាកពីអបាយឲ្យទៅកាន់សុគតិរមែងនាំយើងពីផ្លូវដ៏ងងឹតដែលយើងមានទៅនៅមោហៈអវិជ្ជារមែងជំរះទៅនៅមោហៈអវិជ្ជាឲ្យយើងមានបញ្ញាសមាទិដ្ឋិនាំខ្លួនយើងឲ្យស្គាល់ផ្លូវទៅកាន់ទីរលត់ទុក្ខអំណាចនៃការស្ដាប់ទៅនៅព្រះសទ្ធម្មដែលជាធម៌របស់ព្រះដែលមានពុភៈណាដែលយើងស្ដាប់ហើយយើងប្រតិបត្តិញោមពិចារណាមើលសម័យព្រះបជាវទាំង500ពងញោកញ៉ារំច្រៀងពេញតែក្នុងរូងហើយដល់លឺព្រះសម្ដែងធម៌នឹងមេបជាវមួយដែលជាមេវងនឹងចេញមកលឺសូរព្រះសម្ដែងធម៌ប្រាប់បរិវារទៅនាំគេឈប់មាត់ស្ដាប់ធម៌ព្រះព្រោះណាយើងយកចិត្តទុកដាក់ស្ដាប់ទាំងអស់គ្នាហើយញោមដឹងតាមេបជាវដែលជាវងនាំកូនចៅ500បជាវទៀតស្ដាប់ធម៌ហ្នឹងមេហ្នឹងអ្នកណាយីមេបជាវហ្នឹងដឹងហើយញោមដឹងហើយអ្នកស្ដាប់ធម៌ផ្លេចបាទមេបជាវហ្នឹងគឺព្រះសរិបុត្រនឹងមកជាព្រះសរិបុត្រណាអញ្ចឹងបានព្រះសរិបុត្រមានសិស្សក្នុងសំណាក់ទាំងឡាយ500អង្គដែលចូលសាងភ្នោះបួសជាបព្វជិតហើយសិក្សាក្នុងសំណាក់ព្រះសរិបុត្រនឹងឯងមានកូនសិស្សរហូតដល់តែ500អង្គដើរតាមកន្លងរបស់ព្រះសរិបុត្រហើយព្រះសរិបុត្រដើរតាមកន្លងនៃមេគារបស់ព្រះដែលមានពុភៈបានសម្រេចជាព្រះរហន្តហើយដឹកនាំភិក្ខុសង្ឃទាំងឡាយ500អង្គស្ដាប់ពធរបស់ព្រះសរិបុត្របានសម្រេចគុណធម៌គ្រប់អង្គហើយសាវកទាំងឡាយអ្នកដែលដើរតាមព្រះសរិបុត្រទាំង500នោះគឺបជាវទាំង500ជាកូនចៅរបស់ព្រះសរិបុត្រដែលជាមេបជាវការដែលនៅជាបជាវស្ដាប់ធម៌ហ្នឹងយាយមើលហើយបជាវទាំងអស់ហ្នឹងណាយាយដាច់ខ្យល់ផឹងឡើងឋានសួគ៌សញ្ញត់ចត់ចាកពីឋានសួគ៌មកកើតក្នុងសំណាក់នៃព្រះសម្មាសម្ពុទ្ធមកកើតជាមនុស្សហ្នឹងបានស្ដាប់ធម៌របស់ព្រះសម្មាសម្ពុទ្ធបួសស្ដាប់ធម៌ទៅសម្រេចគុណធម៌គ្រប់អង្គហ្នឹងឯងនឹងមានព្រះសរិបុត្រនឹងជាប្រធានកង្កែបមួយនោះពេលព្រះសម្មាសម្ពុទ្ធពងស្ដាប់ធម៌ឯនេះព្រោះទៅពងអាពួនក្រោមគល់ស្មៅនឹងស្ដាប់បដើសបាយចិត្តបដើស្ដាប់បដើសបាយចិត្តបដើមានតាមួយគាត់មកស្ដាប់ធម៌គេដែរគាត់អង្គុយវាមិនចុះនោះហើយចឹងគាត់ឈរស្ដាប់ហើយដល់ឈរទៅវាឈរខ្លួនទៅទេវាអត់នឹងវាយកឈើច្រត់ទៅចុចចំពីលើខ្នងកែបហ្នឹងយាយហើយចេះឈរស្ដាប់ចឹងទៅណាហើយអាក្លៀកគាត់ហ្នឹងដាក់នៅអាឈើច្រត់នៅពីក្រោមក្លៀកហ្នឹងកាន់ដៃកាន់ឈើច្រត់ចឹងទៅហើយចេះឈរស្ដាប់ធម៌ចឹងទៅហើយអាង្កែបដែលតានឹងគាត់ច្រត់ពីលើខ្នងនេះនិយាយពីអត់ហ៊ានមាត់មកហេខ្លាចកែរំខានគេស្ដាប់ធម៌អាត្មាដល់អានរឿងអស់ហ្នឹងចេះគិតតែមែនតែនទៅសត្វដូចយើងគ្រាន់បើជាងមនុស្សហ្នឹងញោមមនុស្សខ្លះនិយាយខ្លះញោមគិតមើលសភាពជាសត្វសោះតែទោះបីជាឈឺចាប់អត់យ៉ាងណាក៏សុខចិត្តមិនមាត់មិនលឺសំឡេងអីខំប្រឹងស្ដាប់ធម៌ព្រះ
ស្ដាប់លោដល់ចប់ធម៌ទេសនាជីវិតនឹងចប់ដែរវាធ្ងន់ចតានេះមានស្រាលអីបងតាខ្លះ70 80គីឡូឲ្យសង្កត់ពីលើដាច់ខ្យល់ស្លាប់ទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកទល់គ្នាថ្ងៃហ្នឹងអត់តាន់ចុះមកវិញអាម៉ាទៅជួបម្សិលមិញដែរបងនឹងដោយអំណាចនៃការស្ដាប់ធម៌និងអំណាចនៃការស្ដាប់ធម៌ហ្នឹងអស្ចារ្យណាស់មានរឿងច្រើនណាស់សម័យព្រះអ្នកចង់ស្ដាប់ធម៌នោះព្រះរាជាមកព្រះអង្គលើថាព្រះរតនត្រ័យទាំងឡាយ3កើតឡើងហើយក្នុងលោកព្រះធម៌មានហើយក្នុងលោកចង់ស្ដាប់ធម៌មើលព្រោះខ្លួនឯងវាធុញទ្រាន់នឹងអារាជសម្បត្តិធុញទ្រាន់នឹងការគ្រប់គ្រងធុញទ្រាន់នឹងការច្បាំងដណ្ដើមទឹកដីវាធុញពេកនឹងអារាជសម្បត្តិនឹងចង់ស្ដាប់ធម៌នឹងលើតាធម៌មានហើយដើររកធម៌ដើររកអ្នកណាចេះសម្ដែងធម៌វាអត់ដឹងអ្នកណាចេះសម្ដែងធម៌ចេះដើររកឲ្យអាមាត្យវាយកងវាយខ្មោះរកអ្នកចេះសម្ដែងធម៌ហើយដល់រកមិនបានទៅវាក្តៅដល់ប្រអិតទៅយាយប្រអិននៃមុតខ្លួនធ្វើជាយក្សធំមួយព្រះរាជានឹងមែនតែនឲ្យអាមាត្យឲ្យមន្ត្រីដើររកអ្នកចេះសម្ដែងធម៌មិនបានដើរខ្លួនឯងហ្មងតាំងចិត្តឈាមរៀងហួតអស់ជីវិតផុតរត់ទៅក៏ដោយក៏យើងមិនចូលព្រះនគរវិញដែរប្រសិនបើយើងមិនបានស្ដាប់ធម៌របស់ព្រះដ៏មានពភៈនឹងហើយធ្វើម៉េចដើម្បីបានស្ដាប់ធម៌វារកធម៌រកអ្នកសម្ដែងធម៌វាមិនឃើញបាទជំនាន់ហ្នឹងណាព្រោះព្រះអង្គមិនទាន់បានផ្សព្វផ្សាយសាសនានឹងឲ្យសាវកមិនទាន់បានបង្ហាត់សាវកនឹងព្រះរហន្តគ្រប់អង្គមិនទាន់តែងតាំងអគ្គសាវកស្វែងស្រាមឲ្យបានចេះធម៌ដើរសម្ដែងធម៌ប្រុសអីគ្រាន់តែលើសូតធម៌មានហើយក្នុងលោកនោះណាចឹងចង់ស្ដាប់ធម៌ហ្នឹងដើររគ្រប់កន្លែងទៅខ្លួនឯងគ្រប់ច្រកលហកដើរដល់ជើងភ្នំមួយនោះវាក្តៅដល់ប្រអិននៅមិនសុខនិមិត្តខ្លួនធ្វើជាយក្សធំមួយចុះមកនឹងឈរពីមុខព្រះរាជាមហារាជលើសូតមហារាជចង់ស្ដាប់ធម៌ថាយើងចង់ស្ដាប់ធម៌អាឃើញយក្សក៏អត់ខ្លាចដែរនឹងយើងចង់ស្ដាប់ធម៌ឮតែធម៌នឹងជាឱសថដ៏ប្រសើរសម្រាប់ជាបាលទៅនៅរោគផ្លូវចិត្តទាំងឡាយដែលអ្នកមានទុក្ខមានបញ្ហាផ្លូវចិត្តស្ដាប់ពធទៅរមែងរសាយរមែងដល់ព្រមនៅសេចក្តីសុខស្ងប់ផ្លូវចិត្តអញ្ចឹងយើងចង់ស្ដាប់ឥឡូវខ្ញុំចេះសម្ដែងធម៌ដែរប្រពុតពីបុរាណសម្ដែងមកខ្ញុំធ្លាប់ស្ដាប់បានប៉ុន្តែឥឡូវចេះខ្ញុំនេះវាចង់ដូចតែមុននឹងសម្ដែងធម៌ត្រូវរកអីឲ្យខ្ញុំហូបបន្តិចសិនពីព្រោះខ្ញុំវាឃ្លានពេកហើយបើសម្ដែងធម៌ឥឡូវនឹងសម្ដែងមិនកើតទេបើតើមានអីដាក់ក្នុងខ្លួនចឹងព្រះរាជាតែខ្ញុំមិនដឹងទៅរកអីទេខ្ញុំមកតែខ្លួនចោះចេញពីព្រះរាជវាំងដើររសាត់តែឯងស្វែងរកអ្នកចេះសម្ដែងធម៌ខ្ញុំអត់មានអីជាប់ខ្លួនទេឥឡូវចេះបើព្រះរាជាចង់ស្ដាប់ព្រះរាជាហ៊ានបូជាជីវិតព្រះរាជាឲ្យមកទូបង្គំធ្វើជាអាហារទេទូបង្គំនឹងសម្ដែងធម៌ឲ្យស្ដាប់ព្រះរាជាតែប្រោបហ៊ានសុខចិត្តឲ្យតែបានស្ដាប់ធម៌ប៉ុន្តែបើខ្ញុំឲ្យអ្នកឯងស៊ីខ្ញុំមិនបានស្ដាប់បើអ្នកឯងស៊ីខ្ញុំបាត់ទៅហើយចឹងយក្សគេថាយក្សគឺប្រអិនហ្នឹងណាយាយចង់សាកចិត្តព្រះរាជាអញ្ចឹងចេះឥឡូវព្រះរាជាឡើងទៅលើកពូលភ្នំហ្នឹងទៅហើយព្រះរាជាស្រែកប្រាប់ខ្ញុំនៅក្រោមទៅឥឡូវយក្សឯងអ្នកឯងចាប់ដើមសម្ដែងធម៌ខ្ញុំហាមាត់ចាំនៅក្រោមសម្ដែងធម៌បដៅហាមាត់ចាំបដៅមកព្រះរាជាធ្លាក់ពីលើមកដល់ដីខ្ញុំបានសម្ដែងធម៌ព្រះរាជាក៏បានស្ដាប់ខ្ញុំសម្ដែងចប់ទៅព្រះរាជាក៏ធ្លាក់ចូលមាត់ខ្ញុំល្មមជាមួយគ្នានឹងដែរចឹងព្រះរាជានេះខំប្រឹងឡើងតេះតាស់លូនផងក្រាបផងវាផងមកដល់កពូលភ្នំហ្នឹងណាយាយទៅដល់កពូលភ្នំស្រែកប្រាប់យក្សឥឡូវណែយើងឡើងដល់កពូលភ្នំហើយអ្នកឯងចាប់ដើមសម្ដែងធម៌យើងនឹងលោតនឹងទម្លាក់ឲ្យអ្នកឯងធ្វើជាចំណីយាយហើយព្រះរាជាណាលោតទម្លាក់ពីលើមកយក្សនេះមិនសម្ដែងធម៌ឯណាយាយញ៉ាំងអធិវត្ថិគឺប្រអិនហ្នឹងណាប្រែខ្លួនជាប្រអិនវិញទៅ3ត្រពព្រះរាជាឡើងទៅឋានលើនោះបងនឹងទៅដល់ឋានលើដាក់ព្រះរាជាគង់ក្នុងទីសយនាដ៏សមគួរហើយព្រះរាជានេះឯងគង់ក្នុងទីដ៏សមគួរហើយយក្សគឺប្រអិននឹងឯងបាននិមិត្តខ្លួនជាប្រអិនប្រាប់តទូបង្គំជាសកទេវរាជជាស្ដេចនៃទេវតាជាឥន្ទ្រាធិរាជអ្នកគ្រប់គ្រងនៅទីនេះហេតុនេះខ្ញុំព្រះអង្គនៅមិនសុខមានហេតុភេទដ៏អស្ចារ្យគឺដោយអំណាចនៃរិទ្ធគឺសេចក្តីល្អរបស់ព្រះរាជានឹងធ្វើឲ្យទូបង្គំនៅមិនសុខនឹងក៏និមិត្តខ្លួនធ្វើជាយក្សដើម្បីប្រោសមហារាជតែទូបង្គំមិនសូវជាអ្នកចេះធម៌អីប្រមាណទេមុនពេលទូបង្គំបានឡើងមកសោយសម្បត្តិទឹកនៅក្នុងទេវលោកនេះទូបង្គំធ្លាប់ស្ដាប់ព្រះធម៌របស់ព្រះពុទ្ធអង្គមុនមានព្រះមហាកស្សបៈជាដើមព្រះអង្គទ្រង់ត្រាស់ប្រកាសសម្ដែងថានាមរូបាំងអនិច្ចំនាមរូបាំងទុក្ខំនាមរូបាំងអនត្តា
រូបបង្ជារតិមច្ចានងនាមកោតាំងនៃជារតិជាដើមមហារាជព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គលោកទ្រង់ត្រាស់ប្រកាសសម្ដែងថានាមនឹងរូបជាសភាវៈមិនទៀងនាមនឹងរូបប្រជុំទៅដោយសេចក្តីទុក្ខនាមនឹងរូបនេះមិនមែនជារបស់យើងដែលយើងត្រូវតាំងនៅមមយ៉ាងណាមិញបរិជាក៏មិនគួរប្រកាន់ចំពោះអត្តាប្រកាន់ចំពោះរូបនឹងច្រើនពេកកុំឲ្យមានចិត្តជាប់ជំពាក់ជាមួយនឹងរសសម្លេងក្លិនរសផោតថពៈធម្មមេរមកុំឲ្យជាប់ជំពាក់ជាមួយលោកធម៌8មានលៀបអត់លៀបមានយុះអត់យុះសុខសរសើរនឹងទាកាលណាយើងដកទៅនៅការប្រកាន់មមចំពោះអត្តាទោះបីជារឿងដែលជួបប្រសពតាមរយៈអាយតនៈខាងក្នុងខាងក្រៅដែលប៉ះទប់មកក៏ចិត្តរបស់បរិជានឹងញ៉ាំងទៅជាអបេខាចិត្តនឹងមិនសូវទូមនោះសោមនោះជាមួយរឿងដែលបរិជាជួបប្រសពកាលណាចិត្តរបស់បរិជាញ៉ាំងខ្លួនឯងឲ្យទៅជាអបេខាចិត្តរឿងអីដែលប៉ះទប់មកមិនសូវទូមនោះមិនសូវសោមនោះបដិខៈប្រកាន់មមជាមួយរឿងទាំងអស់ហ្នឹងពីព្រោះតែខ្លួនយើងមិនមែនខ្លួនផងរឿងអីបរិជាត្រូវទៅប្រកាន់ជាមួយនឹងរឿងខាងក្រៅដែលវាកើតឡើងចឹងកាលណាបរិជាហាត់ចិត្តខ្លួនឯងយ៉ាងហ្នឹងបរិជានឹងដល់ព្រមនៅសេចក្តីសុខមួយខណៈចិត្តណាកុំប្រកាន់មមហើយបរិជាគ្រប់គ្រងរាជត្រូវប្រកាន់ប្រកបព្រមដោយទស្សពិតរាជធម៌ទាំង10ចំពោះរាជចំពោះមនុស្សទូទៅបរិជាមានមេត្តាចិត្តចំពោះមនុស្សសត្វព្រះរាជានឹងដល់ព្រមនៅសេចក្តីសុខនឹងដល់ព្រមនៅសេចក្តីចម្រើនមហារាជរូបយើងផុតរលត់ទៅតែគូតនឹងនាមរមែងតាំងនៅហេតុនេះបរិជាគ្រប់គ្រងរាជត្រូវមានទស្សពិតរាជធម៌ទាំង10ទោះបីជាបរិជាសោយទីវង្គតទៅតែគូតនឹងនាមរបស់បរិជារមែងដកជាប់នៅក្នុងបេះដូងរបស់ប្រជារាស្ត្រណែដល់ប្រអិនសម្ដែងធម៌ប៉ុណ្ណឹងនិយាយឲ្យនិយាយពីសបាយចិត្តជ្រះថ្លាអញញឹមអញញែមនឹងសបាយចិត្តណាស់ប្រអិននេះ3ព្រះរាជាដាក់មកវាំងមនគរវិញនិយាយឲ្យខំប្រឹងគ្រប់គ្រងដឹកនាំប្រជារាស្ត្រប្រកបព្រមដោយទស្សពិតរាជធម៌ទាំង10មានព្រមវិហារធម៌4ក្នុងការក្របសង្កត់ទៅលើប្រជារាស្ត្រកាត់ក្តីដោយយុត្តិធម៌ចង់អ្នកណាមកតសើមនិនទាចិត្តបរិជានៅតែអពេខាចិត្តស្មើមិនទូមនោះមិនសោមនោះដោយអំណាចនៃការស្ដាប់ទៅនៅព្រះបរិត្តអ្នកនិយាយឃើញហ៎បជាវស្ដាប់ធម៌ទាំង500បានសម្រេចគុណធម៌កែបស្ដាប់ធម៌ឡើងឋានសួគ៌បរិជានេះលះបង់ជីវិតដើម្បីបានស្ដាប់ធម៌ហើយយើងនេះលោកមានឲ្យលះជីវិតណាគ្រាន់តែមកអង្គុយស្ដាប់តែកន្លះម៉ោងអង្គុយមិនបានងើបអោនងាកអាលិចងាកឲ្យកើតនឹងអារម្មណ៍នេះតាមស្រួលអត់មាននៅមួយធរទេនៅមួយជ្រូកនោះមិនដឹងណាដាក់បាយឲ្យនៅទេនឹងឯងមកតាំងព្រឹកប្តីមិនដឹងបបោឲ្យនៅទេកាទៀវឲ្យនៅអារម្មណ៍នៅប្តីនៅជ្រូកក៏មិនដឹងណែញោមមើលអ្នកសម័យព្រះគេចង់ស្ដាប់ធរគេលះបង់ណាយាយសូម្បីតែជីវិតណោនាងឧត្តរាដូចគ្នាមើលរឿងវាច្រើនណាស់ក្នុងកពីដីកាប្រហែលនិយាយពីគុណសម្បត្តិនៃព្រះធម៌ហើយនឹងអ្នកដែលគេចង់ស្ដាប់ធម៌ណានាងឧត្តរាញោមដឹងនាងឧត្តរាធ្វើម៉េចទេដើម្បីបានស្ដាប់ធម៌ញោមនាងឧត្តរាមើលអ្នកស្ដាប់ធម៌ក្នុងកពីព្រះសម្ដែងនាងឧត្តរាធ្វើម៉េចដើម្បីបានស្ដាប់ធម៌លេចអស់ហើយណោតានេះចាំអូនាងឧត្តរាខ្លួនឯងវាមានប្តីហើយដល់មានប្តីវាមានចំណងហើយដល់មានចំណងព្រះសម្មាសម្ពុទ្ធពុទ្ធកិច្ច5យ៉ាងពេលព្រឹកធ្វើអីពេលថ្ងៃធ្វើអីពេលទៀបភ្លឺធ្វើអីពេលព្រឹកធ្វើអីថ្ងៃធ្វើអីរសៀលធ្វើអីយប់ធ្វើអីយាយដឹងហើយពេលទៀបភ្លឺប្រមាលមើលនិស័យសัตว์ព្រឹកឡើងចេញទៅប្រុសសัตว์មកវិញសំខាន់ហើយសម្ដែងធម៌ប្រុសអគ្គសាវកពេលថ្ងៃដោះប្រស្នាណែឲ្យអាវាតភិក្ខុពេលពាក់កណ្ដាលត្រីដោះប្រស្នាទេវតាទៀតអញ្ចឹងអាពេលថ្ងៃដែលព្រះអង្គសម្ដែងធម៌នេះតាំងមនុស្សទាំងទេវតាគេទៅស្ដាប់ធម៌ហើយដល់ខ្លួនឯងចង់ទៅស្ដាប់ធម៌ដែរវាអត់កើតព្រោះប្តីនៅផ្ទះអាណាធ្វើបាយឲ្យប្តីអាណាធ្វើទឹកឲ្យប្តីអាណានៅបំរើប្តីអញ្ចឹងមិនដឹងបានអាណាបំរើប្តីដើម្បីខ្លួនឯងបានទៅស្ដាប់ធម៌កើតសុកចិត្តជួលនាងសរិមាឲ្យមកនៅជាមួយប្តីហើយខ្លួនឯងបានទៅស្ដាប់ធម៌ណាយាយគិតមើលម្លឹងណាញោមបងហើយមនុស្សសម័យនេះអាណាសុកចិត្តនឹងយកស្រីផ្សេងមកនៅជាមួយប្តីបានទៅស្ដាប់ធម៌ទេមានទេញោមមានទេរាល់ថ្ងៃហ្នឹងហើយដូចមិនមានទេញោមកុំថាឡើយលះប្តីយកអ្នកដតីមកនៅជាមួយប្តីបានទៅស្ដាប់ធម៌តែប្តីនាំខ្លួនទៅវត្តហើយប្តីថ្ងៃខ្លះខ្លួនឯងអត់បានទៅតានេះជិះកង់ទៅវត្តញឹកគេបោះឆ្នោតជាប់ជាអាចារ្យគណៈកម្មការព្រឹកវត្តថ្ងៃវត្តអាងាយវត្តយាយនេះតកលេចឃើញតែអាប្តីហ្នឹងណែហូបទឹកតែមកប៉ាន់2នាក់យាយជីក្នុងវត្តហ្នឹងមកដល់បោកឆ្នាំងបោកចានមុខតាហ្នឹងទៀតនោះហ្នឹងហើយកុំថាដល់ទៅជួលអ្នកដតីមកនៅជាមួយប្តីដើម្បីបានស្ដាប់ធម៌តាឯងទៅវត្តញឹកជាប់ជាអាចារ្យគណៈកម្មចុះអាចារ្យមិនត្រូវទៅវត្តញឹក
ហើយដល់ទៅញឹកញឹកយាយនេះទៅលបឃើញពងហូបបាយហើយទឹកតែមួយយាយជីមិនយាយនេះខឹងមិនដឹងយាយណាទេយាយយើងនេះអត់ទេមកឧទាហរណ៍ទេនឹងអស្ចារ្យណាស់ដោយអំណាចនៃការចង់ស្ដាប់ទៅនៅព្រះសទ្ធម្មរបស់ព្រះដែលមានព្រះភិក្ខនឹងអ្នកខ្លះលះតាំងពីប្តីអ្នកខ្លះលះតាំងពីជីវិតដើម្បីបានស្ដាប់ទៅនៅព្រះធម៌តែយើងសពថ្ងៃនេះយើងគ្រាន់តែលះពេលវេលាធម៌សម្បូរណាស់ជួនកាលមិនចាំបាច់លះពេលវេលាទៀតដៃជើងនៅធ្វើការធម្មតាបើកតែវត្ថុចោលបើកតែមញេចោលបើកតែទូរស័ព្ទចោលដូចយើងទេថ្ងៃហ្នឹងអញ្ចឹងញោមចង់ស្ដាប់ធម៌បនញោមឡើងវិញគ្រាន់តែវាយចូលក្នុង YouTube Channel កូនសាសថ្មហ្នឹងគេអាប់ឡូតតែ3 4ថ្ងៃគេអាប់ឡូតចូលអញ្ចឹងក៏វាយតែខ្មែរ Buddhist Talk with ផុនភក្តីឬវាយតែលំចាស់គ្រូផុនភក្តីទៅចេញធម៌ទេសនាមកស្ដាប់នឹងរាប់រយម៉ោងមិនអស់បនយើងបនគេគ្រប់គ្នានៅក្នុងហ្នឹងទាំងអស់ចឹងណអត់ពិបាកទេយើងអត់ចាំបាច់ទៅលះប្តីលះកូននឹងដើម្បីស្ដាប់ធម៌ទេហើយបើលះអញ្ចឹងក៏អត់កើតដែរណាយាយលោកអត់បង្រៀនញោមឲ្យទៅលះអញ្ចឹងទេណាតិចតិចក្រៃលោស្ដាប់ធម៌នឹងហើយស្រាប់តែនាំគ្នាមួយថ្ងៃបបួលគ្នាដើរតែស្ដាប់ធម៌អាប្តីមិនគិតអាកូនមិនគិតអាផ្ទះមិនគិតអាជ្រូកមិនគិតអាហ្នឹងលែងបានផលហើយហើយមកវិញប្តីវាយកុំបន្ទោសលោកមានយាយមួយនោះក៏គាត់បន្ទោសតាប៉ុនគាត់ថាកណាលែងចង់ជឿប៉ុនហើយលោកគ្រូហើយសួរមិនបានអញ្ចឹងលេខគុណគិតមើលកណាធ្វើប៉ុនតាំងពីផ្ទះថ្មធ្លាក់មកផ្ទះក្បឿងឥឡូវផុតពីផ្ទះក្បឿងធ្លាក់មកប៉ាំងអាស័យឥឡូវផុតពីប៉ាំងអាស័យមកនៅខ្ទមមិនដោយសារធ្វើប៉ុនអាត្មាថាអាហ្នឹងមិនមែនមកពីប៉ុនទេមកពីយើងធ្វើខ្វះបញ្ញាអាចារ្យអង្គាស1លាន2លាន1លាន2លានឲ្យតែអាណាទៅសើតែយាយចិត្តល្អដោយវិសាខាទោះបីអត់លុយក៏ខ្ចីធនាគារមកចូលអាចារ្យអាហ្នឹងមិនក្រអាម៉េចបើឯងធ្វើវាមិនយល់គាត់ថាអីចុះអាហ្នឹងរឿងហ្នឹងឲ្យតែកណាទៅធ្វើប៉ុនមកវិញដល់ក្តៅកាហាយទៅវត្តហើយមកវិញដឹងអាប្តីជេរប្តីថាដឹងអាកូននេះចេះកូននេះចុះមិនសូវមានបានសេចក្តីសុខកណាដូចមិនជឿប៉ុនថ្ងៃមួយតាហែកឋិនដល់បៃលិននោះ3ថ្ងៃត្រឡប់មកផ្ទះវិញប្តីវាយមកដៃហើមភ្នែកឯគុណមើលភ្នែកកណានេះមិនតែខៀវមិនតាន់បាត់ខៀវហ្នឹងអាហ្នឹងមិនមកពីធ្វើប៉ុនអាត្មាថាអាហ្នឹងមិនមែនមកពីប៉ុនទេមកពីយាយឯងដើរអត់ស្គាល់កាលដើរអត់ស្គាល់ផ្ទះអត់ដឹងតែខ្លួនឯងមានប្តីហើយដើរ3ថ្ងៃបាត់ពីផ្ទះអាត្មាជាប្តីដូចតាហ្នឹងក៏អាត្មាវាយដែរហើយបាយឯងមិនដឹងនៅណាទឹកមិនដឹងនៅណាដើរដូចខ្លួនកំមុំវាមិនត្រូវហ្នឹងអាហ្នឹងមិនមែនមកពីប៉ុនទេមកពីយើងអត់ស្គាល់កាលកុំបន្ទោសប៉ុនអាខ្លះធ្វើប៉ុនយមឺនបជនដាក់ធុងបាសកូនកាប់គ្នាមកបន្ទោសប៉ុនយមឺនបជនតែកុំមកធ្វើប៉ុនយមឺនជនក៏កូនអញអត់បែកក្បាលនោះទៅបន្ទោសប៉ុនវិញហ្នឹងមិនមែនបន្ទោសធុងបាសមិនមែនបន្ទោសមនុស្សគ្នាយើងទៅបន្ទោសតែប៉ុនតាមពិតប៉ុនអត់ដែលឲ្យຕົកយើងទេញោមប៉ុនឲ្យសុកយើងដូចយើងធ្វើប៉ុនថ្ងៃហ្នឹងអញ្ចឹងចម្រើនណាស់កូនណាដូចអាត្មាបញ្ជាក់មិញអញ្ចឹងអ្នកណាបានលះទ្រព្យសាងបច្ច័យដីសាងស្ដោបដាក់តម្កល់អដ្ឋិធាតុមេដាបៃតាឲ្យខ្ពង់ខ្ពស់កូននឹងចុតតិបដិសន្ធិទៅអនាគតជាតិរមែងជាកើតក្នុងវងតកោដែលខ្ពង់ខ្ពស់ល្អប្រសើរមិនកើតក្នុងតកោថោកទាបទេហើយទៅអនាគតជាតិរមែងដល់ព្រមនៅសេចក្តីគោរពស្រឡាញ់ពីអ្នកដទៃកុំថាអនាគតជាតិឥឡូវហ្នឹងកាលណាយើងគោរពគុណម្ដាយយើងល្អគោរពញាតិមិត្តចាស់ព្រឹទ្ធាចារ្យគ្រូបាអាចារ្យយើងដឹងគុណយើងរលឹកគុណចាស់ព្រឹទ្ធាចារ្យម្ដាយឪពុកបងប្អូនមីងមាយើងមិនបាច់អនាគតជាតិជាតិហ្នឹងគេស្រឡាញ់យើងគេចូលចិត្តយើងអាមនុស្សណាដែលមានសីលធម៌ល្អក្នុងខ្លួនចេះគោរពគុណម្ដាយឪពុកហ្នឹងបើកូនស្រីវិញ8 10មិនតាន់ទេចេះបំរើម៉ែបំរើឪហ្នឹងអ្នកដតីចិត្តខាងគេចោមជើងគ្នាចូលស្រីតដឹងមែនទេយាយហ្នឹងតែគេឃើញកូនហ្នឹងចេះប្រតិបត្តិម្ដាយឪពុកចាស់ទុំព្រឹទ្ធាចារ្យអោនលំទោនអិរិយាបថទុនភ្លុនរស់រាយរាក់ទាក់គេស្រឡាញ់គេចូលចិត្តតាំងពីជាតិហ្នឹងទៅមិនបាច់ទៅជាតិមុខជាតិក្រោយអញ្ចឹងការគោរពគុណនេះរមែងដល់ព្រមនៅសេចក្តីចម្រើនក្នុងលោកទាំងពីរទាំងលោកនេះផងនិងលោកខាងមុខផងអញ្ចឹងយើងទាំងអស់គ្នាសាងស្ដោបនឹងហើយត្រូវនាំគ្នាបោសសម្អាតដាំផ្កាស្រោចទឹកនិងសម្អាតព្រឹកល្ងាចទៅជាទីចម្រើនបុណ្យនាំឲ្យយើងទទួលបានបុណ្យកុសលរៀងរាល់ពេលដែលយើងបានសម្អាតបានគោរពបូជាកុំយកគ្រឿងមិនស្អាតសៅមងយកទៅដាក់នៅតំណឹងណែតិចចងដាក់បកគោលណែរោង4សងខាងនឹងហើយស្រាប់ចប់កម្មវិធីបុណ្យលេងចងខ្សែហើយលេងហាលខោលីអូអីឲ្យតំណប់អីនៅហ្នឹងអត់ទេអាត្មាឃើញអ្នកខ្លះចឹងយំចែកដីធ្វើឲ្យម៉ែក្នុងផ្ទះហ្នឹងហើយអាខឿនចែកដីជុំវិញហ្នឹងហើយអាឡូក្បែរចែកដីហ្នឹងឲ្យតែគេងូតទឹកហើយគេដោះអាលីអូខ្លះទៅអាណាឲ្យតំណប់ខ្លះទៅដាក់លើខឿនហ្នឹងអាហ្នឹងហើយបាទយើងអ្នកខ្លះកើតមកចេះដើរស្រាតហ្នឹងណាអាខ្លះដើរស្រាតណាអាហ្នឹងមកពីចឹងហ
ហើយអាខ្លះនិយាយដាតធំជាងមាត់និយាយអត់ចេញមកបញ្ចូលចិត្តស្រស់ទៅមាត់ដាក់បច្ច័យដីអាខ្លះនោមមិនចេញមកបញ្ចូលចិត្តនោមដាក់ខឿនចែកដីបាទអាខ្លះកើតរឹសដូងបាតមកបញ្ចូលចិត្តបត់ជើងដាក់គៀនចែកដីបាទណែលោកចេះថាទៅទេឲ្យញោមចេះគោរពកោតខ្លាចអត់មាននៅក្នុងបៃដកទេយាយណាតិចទៅមើលក្នុងបៃដកអត់មានទេគ្រាន់ថាអាត្មាចង់បញ្ជាក់ថាកន្លែងហ្នឹងជាកន្លែងដែលយើងគោរពបូជាយើងត្រូវគោរពត្រូវសម្អាតត្រូវចាត់ទុកជាកន្លែងដែលយើងត្រូវបូជាព្រោះក្នុងហ្នឹងយើងមានតម្កល់ព្រះពុទ្ធរូបអង្គធំអង្គតូចអីនៅខាងលើមួយទៅធាតម្ដាយឪពុកយើងនៅហ្នឹងអញ្ចឹងយើងត្រូវសម្អាតត្រូវទៅគោរពនឹងដោយចាស់គាត់ពោលពាក្យកំឡាក្មេងចេះគោរពបូជាកោតខ្លាចពេលដែលយើងចូលវត្តចាស់ពីមុនគាត់និយាយថាម៉េចពេលចូលវត្តនាំគ្នាដោះស្បែកជើងដោះមួកមិនអញ្ចឹងយាយហ៎បដើកង់បដើម៉ូតូហើយគាត់និយាយទៀតថាតាណាចូលវត្តពាក់មួកអាហ្នឹងម៉េចក្បាលតពេកហើយអាណាចូលវត្តពាក់ស្បែកជើងអាហ្នឹងម៉េចទៅជាតិក្រោយគេវះប្របាទដូចប្របាទពឹមវិសាអញ្ចឹងតែឡើងចែកដីចូលពហិចូលកត់លោកពាក់ស្បែកជើងអាហ្នឹងទៅជាតិក្រោយកូនឯងវះប្របាទប៉ុន្តែអាហ្នឹងមិនមែនកំឡាទេតាយាយបច្ចែកដីអីនេះយើងទៅពាក់ស្បែកជើងឡើងញោមមើលប្របាទពឹមវិសាអាជាតិទៅសតុកូនខ្លួនឯងវះប្របាទមកពីពាក់ស្បែកជើងឡើងចែកដីហ្នឹងឯងហ្នឹងអញ្ចឹងតប្រយ័ត្នដែរអាហ្នឹងកពីដីកាមានបច្ចៈប៉ុន្តែអាពាក់មួកចូលវត្តអាហ្នឹងក្បាលតពេកអាហ្នឹងចាស់និយាយទេនិយាយដើម្បីឲ្យយើងចេះគោរពឲ្យដឹងក្នុងចិត្តយើងតែកន្លែងហ្នឹងកន្លែងគេគោរពគេបូជាអញ្ចឹងយើងត្រូវមានការគោរពចូលវត្តត្រូវដោះមួកដោះស្បែកជើងប៉ុន្តែបើយើងពាក់មួកមែនចូលវត្តក្បាលតពេកអត់យីក្បាលពេកអត់វាគ្មានតពេកទេវាមានតែជាក្បាលស្រួលប៉ុន្តែលោកចង់បញ្ជាក់ឲ្យយើងចងចាំក្នុងចិត្តយើងថាកន្លែងហ្នឹងជាកន្លែងដែលយើងត្រូវគោរពត្រូវបូជាចូលកន្លែងហ្នឹងត្រូវអោនត្រូវលំទោនប៉ុន្តែក្មេងឥឡូវគ្មានទេយាយចូលវត្តហ្នឹងតាមស្រួលឡើងជិះម៉ូតូលោកសឹកមិនបានទៀតយាយនេះបុកស្លាធ្លាក់ធ្លក់ស្លាពីដៃក៏មានដែរជួនកាលក្មេងពីមុនឃើញយាយដើរតាមផ្លូវអីហ្នឹងយាយពីវាបង្អង់ម៉ូតូឲ្យវាសួរយាយអញ្ជើញទៅណាយាយយាយទៅវត្តនៅយើងនៅមុខនេះយាយឡើងមកចាំចៅជូនទៅចាំចៅតម្លាក់យាយចៅទៅបន្តទៀតចៅទៅផ្លូវហ្នឹងដែរហ្នឹងយាយឡើងមកចាំចៅជូនពីមុនក្មេងពីមុនសាច់ចឹងយាយឃើញយាយណាតាណាដើរទៅត្រៀនទៅត្រូនហ្នឹងវាបង្អង់ម៉ូតូសួរយាយឯងទៅណាខ្ញុំជូនទៅឥឡូវនេះមិនទេឃើញយាយឯងដើរត្រេះត្រាស់ទើសមុខវាចុចចផ្លេដាក់ទៀតនោះហ្នឹងវាជន់ទៅឯងនេះភ័យចង់ធ្លាក់បលាយនោះវាខុសគ្នាញោមសីលធម៌របស់មនុស្សកាន់តែប្រែប្រួលហើយនឹងសម័យមុនយើងមិនដែលមានកូនកាប់ម៉ែកាប់ឪវាយម៉ែវាយឪមិនដែលមានកូនណាទៅកាត់កាលម៉ែឪមិនដែលមានឪម៉ែណារំលោភកូនខ្លួនឯងអត់មានទេប៉ុន្តែឥឡូវនេះមានទាំងអស់អាកូនខ្លះសំបីតែម៉ែឯងចែកស្រែឲ្យមកអំពកអត់ស្មើគ្នាវាកាត់កាលម៉ែឯងចោលទៀតនោះជឿមានទេញោមមានទេបាទហ្នឹងហើយគ្រប់សពអាស័យក៏យើងឃើញដែរហើយដល់ពិចារណាមែនតែនគួរឲ្យសង្វេគណាស់យកទៅណាដីឆ្លោះម៉ែឯងមកប្លង់នឹងដល់ដាច់ខ្យល់ទៅយើងបានតែ2ម៉ែត្រហើយអា2ម៉ែត្រហ្នឹងមិនមែនរបស់យើងទៀតណាចឹងបាទខ្លះវាចេះដើរចង្អុលដីអានេះដីអញអានេះដីអញអានេះដីអញចាអាត្មាសួរវិញថាយើងបោះដីហើយដីរបស់យើងមើលញោមអ្នកខាងសៃវ៉ាយើងបោះដីហើយដីរបស់យើងតាយើងបោះដីហើយដីរបស់យើងបោះដីមិនចេះដើរចង្អុលដីអញអញ្ចឹងហ្នឹងអានេះដីអញអានេះដីអញប៉ុន្តែមិនមែនដីអញណាអញបោះដីតាយើងសបោះដីទាំងអស់ហើយខ្លួនយើងទាំងមូលហ្នឹងគ្រាន់តែជាធាតុ4តាកុំឡើងទៅធាតុ4បតវ័យអបោទេជូវយោដីទឹកភ្លើងខ្យល់នឹងខ្លួនយើងហ្នឹងអត់មានយើងទេគ្រាន់តែដីឯទឹកឯភ្លើងឯខ្យល់តាមានយើងឯណាញោមដូចតែគុណភក្តីយើងញោមមើលកន្លែងណាដែលគុណភក្តីញោមមើលចង្អុលមើលកន្លែងណាភក្តីអត់មានភក្តីទេយាយចង្អុលតែមុខអាហ្នឹងមុខតាបើចង្អុលខ្លួនអាហ្នឹងខ្លួនតាហើយបើចង្អុលដៃអាហ្នឹងដៃទៅវាអត់មានភក្តីវាតផ្គុំចូលគ្នាទាំងអស់អាការៈ32ហ្នឹងសក់ស្បែកសរសៃឆ្អឹងណាតួខ្លួនទាំងមូលភ្នែកមុខមាត់កញ្ចក់ដៃជើងណាតួខ្លួនកកសក់ស្បែកផ្សំចូលគ្នាទៅមានអាសាសៈបាសាសៈកើតចេញពីអតម្ដាយអាត្មាមកបានម្ដាយអាត្មាបញ្ញត្តិនាមឲ្យតភក្តីប៉ុន្តែបើម៉ែអាត្មាអត់ហៅភក្តីគាត់ហៅអាចយវាតអាចយវិញបាទវាមិនមែនភក្តីណាបងអាហ្នឹងស្រេចតែម៉ែអាត្មាហៅគាត់ចង់ហៅអ្មិនក៏បានអាហ្នឹងគ្រាន់តែជាបញ្ញត្តិធម៌វាអត់មានយើងមានគេដែលត្រូវប្រកាន់មកអាហ្នឹងដល់អ្នកមានធម៌អញ្ចឹងបាទមិនមែនតែនទៅគេចង់ថាអីគេចង់និយាយអីក៏អត់មានទទួលមនោះក្តៅកាហាយដែរ
ហើយញោមស្ដាប់អាត្មាពីដើមក្រែមិញស្មាអាត្មាខឹងអាត្មាអត់ខឹងទេនឹងមាត់អាត្មាតែចឹងចេះថាទៅហើយញោមស្ដាប់ទៅពិចារណាទៅហើយយើងរៀនកែតម្រូវយកអាណាល្អល្អរបស់គេយកមកដាក់ស្រុកទេសយើងនៅពេលហ្នឹងគឺស្រុកទេសយើងដូចគេចឹងក៏ដូចខេត្តដតីទៀតដែលយើងមើលទម្លាមទម្លាប់របបគេល្អល្អណាស់ប៉ុន្តែអ្នកតកែវយើងមកឃើញមានអ្នកស្រុកមួយក៏គួរសមដែរគឺអ្នកអង្គរបរិយម្ដុំភូមិតាអីម្ដុំអីហ្នឹងម្ដុំហ្នឹងល្អណាស់ប្រសក់នៅម្ដុំហ្នឹងស្លៀកពាក់សផ្លឹងអត់មានស៊ីចពូអីមកស្ដាប់ធម៌ទេហ្នឹងទៅម្ដុំហ្នឹងឲ្យប្រសក់ច្រើនណាស់មកទៅទេម្ដង500នាក់600នាក់មកពេញរោងទាំងក្មេងទាំងចាស់ហើយក្មេងអត់ខ្លាចលោកទៀតមកអង្គុយក្បែរវាយក្រែណាយាយណាម្ដុំខាងភូមិតាអីភូមិអីក្បែរវត្តកោះហ្នឹងម្ដុំហ្នឹងប្រសក់ស្ដាប់ធម៌ច្រើនណាហ្នឹងហើយពេលប្រសងមកដល់គាត់មានគិរវៈចង់ដូចអ្នកខេត្តកំពង់ចាមកំពង់ឆ្នាំងកំពង់ធំអីអស់មានសភាពហើយយើងនៅចិត្តហ្នឹងសោះមិនព្រមឆ្លងគេយាយហ្នឹងសៃវ៉ាហើយតាអីហ្នឹងដូចមិនឆ្ងាយអីគ្នាណាយាយណាប៉ាន់នៅយាយនេះរៀងក្រាន់បន្តិចបើទៅខាងអាត្មានោះហិតតែវេទនាជាងយាយណាទៀតអ្នកស្រុកភ្នំនោះអ្នកស្រុកត្រាំកក់នោះហើយលោកទេសនាអញ្ចឹងទៅអាចារ្យនេះរាប់លុយទៅយាជីនោះបុកស្លាទៅនឹងហើយម្ចាស់ប៉ុននេះលើកចានលើកឆ្នាំងទទួលភ្ញៀវទៅអាណាគិតលុយទៅហើយអាណាសម្លឹងមើលគេយោបបមើលគេយោបបនៅទៅអាណាសម្លក់ចុងភៅនៅទៅខ្លាចកែលោចុងភៅបញ្ចេញលិចកើតនឹងអត់មានយល់ថាធ្វើប៉ុនដើម្បីបានប៉ុននោះទៅគិតតែរឿងបលិពោតជាមួយណារឿងខាងក្រៅចឹងបាទអាត្មាថាអាយើងធ្វើបន់ចំណាយអស់រាប់ពាន់ហ្នឹងវាចាញ់យាយជីយកបាយមកស្រាក់ទៅវត្តយាយនេះគាត់យកបាយតែមកស្រាក់ទៅវត្តហើយប៉ិនយាយពីអារម្មណ៍គាត់គឺមូលដៅជាមួយនឹងបន់កុសលដោយសេចក្តីជ្រះថ្លាអុកញ៉ាធ្វើបន់អស់100000អត់ស្មើនឹងយាយបាយមកស្រាក់ហ្នឹងទេចឹងពេលខ្លះគឺបន់កុសលដូចថ្មនិយាយចឹងវាសំខាន់នៅលើការគោរពហើយនឹងផ្លូវចិត្តរបស់យើងណាទាំងអស់គ្នាសូមអនុមោទនាចប់ធម៌ចប់ចាំជួបគ្នាថ្ងៃក្រោយទៀតចុះម៉ោង10ឥឡូវអាត្មាចេញពីហ្នឹងត្រូវទៅពោធិ៍យតុងម៉ោង1ចេញពីពោធិ៍យតុងទៅកំពង់ចាមនោះម៉ោង4ទៀតចឹងចប់បានចាំជួបគ្នាថ្ងៃក្រោយចុះអត់បានសម្រាប់អីទេយាយយកមិញមកពីកំពង់ឆ្នាំងជិះដឆ្លងទៅកំពង់ធំមកបានដល់កំពង់ធំម៉ោង7បានទេហើយ7ទេហើយម៉ោង8ជាងបានចប់ម៉ោង2:07 មកដល់វិញមិន10កន្លះបានមកដល់ល្វើយបើចេះប្រឹងតន់នៅប្រឹងកើតមិនដឹងថាអាចនៅសំដែងធម៌ឲ្យញោមស្ដាប់ដល់ប្រមាណទៀតយាយសុខភាពក៏មិនសូវប្រសើរអាត្មានឹងចេះប្រឹងចឹងញោមចាំស្ដាប់ធម៌តាមវត្ថុតាមប្រព័ន្ធទំនើបទៀតទៅដូចបនយើងថ្ងៃហ្នឹងអីតែបន្តិចទៅកូនសិស្សមកគេអាប់ឡូតចូលហើយញោមអាចមើលបានចូលក្នុង channel ហ្នឹងទៅកូនសិស្សគេអាប់ឡូតទៅញោមអាចមើលបានមួយជីវិតបនយើងហ្នឹងមិនទៅណាទេតែផុសចូលក្នុង YouTube ហ្នឹងហើយគឺជាប់នឹងរហូតនឹងយើងអាចមើលបានរហូតកើតសេចក្តីជ្រះថ្លាម្ដងទៀតហើយបនហ្នឹងពេលណាយើងនឹកសេចក្តីជ្រះថ្លាពេលណាបនកើតពេលហ្នឹងដូចយើងធ្វើសេនាសនៈចឹងឲ្យតែនឹកឃើញការកសាងសេនាសនៈរបស់យើងពេលណាបនកុសលចម្រើនពេលហ្នឹងចឹងបានគេទេសនាលោកអ្នកទេសនាចេះនិយាយថាអ្នកកសាងសេនាសនៈរមែងបានបនទាំងយប់ទាំងថ្ងៃហ្នឹងណាអារាមរូបាវណ្ណរូបាយេចនីសេតុការកាបបញ្ចតបានញ្ចយេតតន្តេបស្សយ៉ាងទេសង្តិវាចរតោចសទាបញ្ញាប្រវត្តិធម្មថាសីលសម្បណ្ណាទេចនីសក្កិមនោតិហតថ្វាណាមានន័យថាអ្នកសាងទីសេនាសនៈដល់សង្ឃក្តីដល់អ្នកដតីជាសាធារណៈប្រយោជន៍ក្តីជីកម្ដងទឹកក្តីស្រះទឹកក្តីសេនាសនៈទីសាលាឆោទៀនអីទាំងអស់ហ្នឹងគឺរមែងបានបនទាំងយប់បានបនទាំងថ្ងៃហ្នឹងគឺនៅត្រង់ចិត្តយើងនឹកឃើញជ្រះថ្លាពេលណាគឺបនវាបានពេលហ្នឹងវាអាស្រ័យលើចិត្តយើងនឹកបៃតិនឹកឃើញពេលណាទៅបនវាកើតពេលហ្នឹងដែលបានទាំងយប់ទាំងថ្ងៃហ្នឹងវានៅត្រង់ចិត្តយើងនឹកជ្រះថ្លាពេលណាបានពេលហ្នឹងបើនិយាយខ្លះទៅយល់ច្រឡំថាធ្វើកត់ឲ្យលោកនឹងបានបនទាំងយប់ទាំងថ្ងៃនៅពេលដែលលោកទៅគង់សឹងដល់នឹងទាំងយប់ទាំងថ្ងៃអាហ្នឹងបានបនទាំងយប់ទាំងថ្ងៃនៅលើលោកសឹងដល់ហ្នឹងមិនមែនទេនៅលើយើងនេះអ្នកធ្វើនេះវានឹកជ្រះថ្លាព្រឹកបានបនព្រឹកនឹកជ្រះថ្លាថ្ងៃបានបនថ្ងៃនឹកជ្រះថ្លាយប់បានបនយប់មកចិត្តនឹងវាកើតបៃតិពេលណាបនវាកើតពេលហ្នឹងវានៅលើយើងខ្លួនយើងមិនមែននៅលើលោកសឹងហ្នឹងទេហ្នឹងហើយអាហ្នឹងចឹងហើយអ្នកខ្លះថាដល់ប៉ុណ្ណេះទៀតគាត់អញតែធ្វើឲ្យបើលោកអត់ថ្វាយអង្គមព្រះអត់ប្រតិបត្តិធម៌វិន័យនៅលើគាត់ហ្នឹងទេអញគ្មានបានបនទេទៅចេះទៀតទៅយាយបងហ្នឹងអត់ទេរឿងរបស់លោករឿងផ្សេងអារឿងយើងបានបនអាហ្នឹងនៅលើខ្លួនយើងហ្នឹងដូចថ្មនិយាយចឹងអត់មកបានណាចប់ហ្នឹងចប់ហើយណាញោមចាបញ្ចប់កិច្ចចុះមក
ប៉ុណ្ណឹងសូមបានបនបានកុសលតាមបនិស័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាណាញោមណាសូមអនុមោទនា